អូនឯងចង់តែចំណាយហួសហេតុអញ្ចឹងកូននោះតូចអញ្ចឹងណាទិញស្បែកជើងថ្មីថ្លៃឲ្យវាធ្វើអីយកទៅជាងទៅឲ្យជាងដេទៅវាចំណេញជាងអូនណាហើយអូនកំពុងតែធ្វើអីហ្នឹងលឹបលោហ្នឹងបងអូនណែអូនសុំលុយ10000រៀលមកកូនយើងក្តៅគ្រុងខ្លាំងហើយក៏វារីករូសផងដែរខ្ញុំចង់ទិញទៅដោះកូនម្សៅបំបត្តិរាគនិងសុំថ្នាំឲ្យវាខ្លះណាបងសំឡេងមនរងាវនាម៉ោង4ទៀបភ្លឺព្រលឹមស្រាងបែបនេះសំឡេងខ្យល់ដែលបក់មកពីវាលស្រែដ៏ធំល្វឹងល្វើយនៅភូមិអូដំបូកនៅតែត្រជាក់ភាយនាងអឿនដែលកំពុងតែលួចលូកដៃនៅក្រោមខ្នើយរួចស្ទាបរកកូនសោតូចមួយនោះគឺជាកូនសោសម្រាប់បាក់ហឹបដាក់លុយដែលប្តីរបស់នាងឈ្មោះថាសវណ្ណបានដាក់នៅក្រោមគ្រែបើទោះជាប្តីហើយនឹងប្រពន្ធដែលរស់នៅជាមួយគ្នាក៏ចំណូលទាំងអស់បានមកពីការលក់ស្រូវនិងការលក់ត្រីនោះនាងអឿនក៏គ្មានសិទ្ធិបាក់ហឹបនោះយកលុយដោយគ្មានការអនុញ្ញាតនោះដែរប៉ុន្តែយប់នេះនាងអឿនត្រូវការលុយខ្លះពីព្រោះតែកូនស្រីតូចរបស់នាងកំពុងតែចាប់ផ្ដើមមានអាការៈក្តៅខ្លួនតិចតាំងពីល្ងាចមកនាងអឿនបានព្យាយាមបញ្ចុកថ្នាំតាំងពីក្បាលព្រលប់ប៉ុន្តែអាការៈកូនស្រីរបស់នាងហាក់ដូចជាមិនស្រាកស្រានសោះនាងអឿនដកដង្ហើមធំរួចក៏ងើបទៅបាក់ហឹបនាងលូកដៃយកក្រដាសប្រាក់10000រៀលដែលដាក់នៅក្រលៀតនៅខាងឆ្វេងបំផុតដោយរបូតដៃនោះនាងក៏បានធ្លាក់ហឹបនោះចេញពីដៃដែលធ្វើឲ្យសវណ្ណភ្ញាក់ពីដំណេកណែអូនណាហើយអូនកំពុងតែធ្វើអីហ្នឹងលឹបលោហ្នឹងបងអូនណែអូនសុំលុយ10000រៀលមកកូនយើងក្តៅគ្រុងខ្លាំងហើយក៏វារីករូសផងដែរខ្ញុំចង់ទិញទៅដោះកូនម្សៅបំបត្តិរាគនិងសុំថ្នាំឲ្យវាខ្លះណាបងក្តៅខ្លួនហើយមិនអូនមិនប្រាប់បងច្បាស់តាំងពីល្ងាចមកហើយមិនចាំបាច់បាក់ហឹបលួចទាំងយប់អញ្ចឹងគឺណាមកពីអូនខ្លាចរំខានបងសម្រាប់នឹងណាហើយអូនក៏បានប្រាប់បងហើយតាកាលពីល្ងាចមិញបងថាឲ្យកូនផឹកថ្នាំប៉ារ៉ាធម្មតាទៅបានហើយប៉ុន្តែអូនព្យាយាមបញ្ចុកវាហើយវានៅតែមិនធូរស្រាលសោះបងមកពីអនឯងហ្នឹងបងប្រាប់មិនជឿសោះកូនទើបតែផ្ដាសាយនឹងរៀករូសតិចតួចអញ្ចឹងណាមិនទាន់ដល់ថ្នាក់ទិញទៅដោះគោអីនោះទេណែដឹងទេណាលុយពិបាករកណាឲ្យវាផឹកទៅដោះគោខ្លាឃ្មុំរបស់យើងទៅបានហើយហេតុអីត្រូវចំណាយលុយច្រើនហួសហេតុអញ្ចឹង10000រៀលនោះណាបងអាចទិញត្រីអាំងបាន1គីឡូឆៃបាន2ថ្ងៃឯណោះអូនដឹងទេនាងអឿនកាន់លុយ10000រៀលជាប់នឹងដៃទាំងកំហឹងរបស់នាងចាប់ដើមផុសឡើងមិនថាបញ្ហាអ្វីក៏ដោយប្តីរបស់នាងតែងតែវាស់វែងបញ្ហាចំណាយទាំងអស់ជាមួយនឹងតម្លៃលុយរបស់គាត់ជានិច្ចគាត់មិនដែលគិតពីអារម្មណ៍និងសុខភាពសុវត្ថិភាពរបស់ប្រពន្ធកូននោះឡើយបង10000រៀលនេះសម្រាប់ព្យាបាលជំងឺកូនយើងតើខ្ញុំជាម្ដាយម្នាក់ខ្ញុំដឹងថាកូនត្រូវការអ្វីណាបងខ្ញុំពិតជាបារម្ភកូនមែនតើខ្ញុំខ្លាចកូនឈឺធ្ងន់ជាងនេះណាបងយើអូនឯងដឹងរឿងក្នុងគ្រួសារទាំងអស់នេះមែនទេបើអូនឯងដឹងមែនអូនឯងមិនចាំបាច់បាក់ហឹបលួចបងយ៉ាងនេះទាំងកដាយប់នោះទេណាយកលុយនោះមកឲ្យបងវិញមកបងលុយនេះគឺជាលុយដែលយើងខំរករួមគ្នាតើអូនខំលក់ដូរដូចបងដែរអូនធ្វើការផ្ទះអូនមើលថែកូនផងហេតុអីក៏បងមិនចំណាយលុយខ្លះមកមើលជំងឺកូនយើងអញ្ចឹងបងមើលថែកូនបើអូនឯងជាអ្នកបារម្ភពីកូនមែនបើអូនឯងមិនបណ្ដោយកូនឲ្យលេងទឹកទេនោះកាលពីម្សិលមិញទេកូននេះក៏មិនឈឺអញ្ចឹងដែររឿងចំណាយនៅក្នុងគ្រួសារនេះគួរតែបងជាអ្នកសម្រេចតែម្នាក់ឯងទៅចុះថាវាចាំបាច់ឬក៏អត់យកលុយនេះមកវិញមកសុវណ្ណបានហូតយកលុយនិងកូនសោហឹបពីនាងអឿនត្រឡប់មកវិញហើយទុកដាក់លុយនោះនៅក្នុងហឹបបាត់ទៅនាងអឿនឈរនៅស្ងៀមហើយទឹកភ្នែករបស់នាងក៏ចាប់ផ្ដើមស្រក់ចុះមកវាហាក់ដូចជាការខំប្រឹងប្រែងរបស់នាងនៅក្នុងគ្រួសារនេះសូម្បីតែលុយ10000រៀលយកទៅទិញថ្នាំព្យាបាលកូននោះក៏នាងគ្មានសិទ្ធិនោះឡើយសវណ្ណបានដាក់លុយចូលនៅក្នុងហឹបនោះរួចហើយគាត់ក៏បានចូលដេកយ៉ាងរំភើយហើយក៏បាននិយាយទាំងមិនងាកមើលនាងនោះឡើយណែអូនណាចាំស្អែកបងជូនកូនទៅមើលពេទ្យនៅឯចុងភូមិមិនបាច់ចំណាយលុយទៅទិញទៅដោះគោស្អីនោះទេមកចូលដេកទៅនាងអឿនក្នុងនាមជាម្ដាយអង្គុយមើលថែកូនស្រីតូចដែលកំពុងធ្ងោតិចដោយយកកន្សែងជ្រលក់ទឹកក្តៅអ៊ុនជូតខ្លួនកូនស្រីរបស់នាងទល់ភ្លឺនាពេលព្រឹកឡើងសវណ្ណបានក្រោកតាំងពីម៉ោង5ព្រឹកហើយបានចេញទៅដាក់ចំណីនៅទ្រុងមន់ទ្រុងទារបស់គាត់បន្ទាប់មកគាត់ក៏បានជូនកូនស្រីរបស់គាត់ទៅជួបគ្រូពេទ្យនៅឯចុងភូមិពិតមែនណែវ៉ាន់អើយកូននេះគ្រាន់តែផ្ដាសាយធំដើរប៉ុណ្ណោះ
មិនទាន់ធ្ងន់ធ្ងរដោយការព្រួយបារម្ភរបស់នាងអឿនឡើយណា បាទលោកគ្រូពេទ្យអរគុណច្រើនហើយលោកគ្រូពេទ្យនៅពេលត្រឡប់មកផ្ទះវិញសុវណ្ណបានហុចថ្នាំមួយកញ្ចប់និងលុយ2500ឲ្យនាងអឿនណែអូននេះថ្នាំណាចាំបញ្ចុកកូនឲ្យទៀងម៉ោងផងហើយលុយនេះទិញពងមាន់ពងទាឲ្យវាឆែកទៅណាគ្រូពេទ្យប្រាប់ថាមិនចាំបាច់ទិញទឹកដោះគោថ្លៃអីនោះទេឲ្យវាផឹកទឹកបបរទៅបានហើយឯងចាំមើលថែរក្សាកូនឲ្យល្អផងណា ចាស់បង សុវណ្ណនិយាយដោយទឹកមុខពោពេញដោយក្តីអំនួតចំពោះការសម្រេចចិត្តដ៏ល្អិតល្អន់របស់គាត់នាងអឿនទទួលយកលុយ2500ដោយក្តីសោកសៅសុវណ្ណយល់ថាការដោះស្រាយបញ្ហានេះហើយប៉ុន្តែគាត់មិនបានយល់ពីភាពឯកាចំពោះផ្លូវចិត្តរបស់នាងអឿនដែលជាម្ដាយនោះឡើយនាព្រឹកនោះដែរនាងអឿនកំពុងតែរៀបចំកាតាបឲ្យកូនប្រុសរបស់គាត់ដើម្បីទៅសាលារៀនរដ្ឋីមានអាយុ13ឆ្នាំកំពុងតែរៀនថ្នាក់ទី5ទៅហើយគេគឺជាក្មេងឆ្លាតហើយរៀនពូកែទៀតផងក្នុងចំណោមសិស្សដទៃផ្សេងទៀតនៅក្នុងថ្នាក់ម៉ែថ្ងៃនេះកូនរៀនម៉ោងកីឡាប៉ុន្តែស្បែកជើងរបស់កូនរហែកធំណាស់ម៉ែនៅត្រង់ចុងមេជើងនោះកូនមិនអាចពាក់វារត់ប្រណាំងបានឡើយម៉ែ ចាស់កូនវាមើលទៅពិតជាមិនអាចពាក់បានមែនចាំម៉ែប្រាប់ពួកឯងសិនណាព្រោះឥឡូវគាត់មិនទាន់មកពីស្រែវិញទេ តែម៉ែពុកអាចនឹងទិញឲ្យកូនទេម៉ែ ហ៊ឹមលុយចំណេញពីការលក់ត្រីបានតែ 15000 រៀលប៉ុណ្ណោះខ្ញុំលាក់ទុកយូរហើយតែលុយនោះទុកសម្រាប់បង់ថ្លៃព្យាបាលពេលមានគ្រាអាសន្នតែប៉ុណ្ណោះកូនអើយកុំបារម្ភអីណាកូនថ្ងៃនេះចូលកូនពាក់ស្បែកជើងផ្ទាត់ទៅសាលាសិនចុះម៉ែនឹងនិយាយជាមួយពុកឯងណាពេលគាត់ត្រឡប់មកវិញ នាម៉ោង11ថ្ងៃត្រង់សុវណ្ណក៏បានត្រឡប់មកពីស្រែវិញគាត់ក៏បានមកដល់ផ្ទះទាំងញើសជោកខ្លួនណែអូនណាកូនស្រីរបស់យើងយ៉ាងម៉េចទៅហើយអូន ចាស់បងបានលេបថ្នាំហើយវារៀងធូរស្រាលបន្តិចហើយបង នឹងហើយអូនដូចបងនិយាយអញ្ចឹងឈឺតិចតួចមិនចាំបាច់ចំណាយច្រើនទៅលើជំងឺឈឺកាត់ទាំងអស់នោះទេទៅរកពេទ្យយកតែថ្នាំលេបទៅបានហើយ តែបងកូនប្រុសរបស់យើងវាសុំទិញស្បែកជើងប៉ាតាថ្មីមួយណាព្រោះស្បែកជើងចាស់របស់វារហែកទៅហើយប្រើលេងបានហើយបង មែនក៏អីម៉ែវាណែរដ្ឋីអើយរដ្ឋីចូលកូនឯងមកនេះតិចមកណែកូនឯងចង់បានស្បែកជើងថ្មីមែនទេកូនបាទពុកស្បែកជើងចាស់របស់ខ្ញុំរហែកត្រង់ចុងមេជើងហើយពុកខ្ញុំមិនអាចពាក់វារត់ប្រណាំងបានទេវាធ្វើឲ្យជើងរបស់ខ្ញុំឈឺរត់មិនបានលឿនឡើយណាពុកគឺឈឺខ្លាំងណាស់ពុកសុវណ្ណបានយកស្បែកជើងចាស់នោះមកមើលហើយក៏បានឃើញថាស្បែកជើងនោះពិតជារហែកមែននឹងហើយវាពិតជារហែកមែនតែរហែកបន្តិចបន្តួចនឹងណែម៉ែវាយកស្បែកជើងនេះឲ្យជាងដេកស្បែកជើងទៅនៅក្បែរផ្សារយើងនោះគេគិតថ្លៃមិនដល់5000រៀលផងបើយើងចំណាយលុយទិញថ្មីនោះវាខ្ជះខ្ជាយណាគេថាប្រើរបស់អីនោះគឺប្រើអស់លទ្ធភាពបើជួសជុលលែងបានអីចាំពិចារណាទិញថ្មីទៅចុះតែនេះវានៅល្អស្អាតដល់ឡើយនោះទេ បងវារហែកធំណាស់ជាងមិនអាចដេកបានទេបាក់ដេកបានមែននោះក៏មិនអាចប្រើបានយូរដែរណាបងយើងទីស្បែកជើងប៉ាតាថ្មីមកគឺទៅតម្លៃត្រឹមតែ 18000 រៀលតែប៉ុណ្ណោះណាបង ណែអូនឯងចង់តែចំណាយហួសហេតុអញ្ចឹងកូននោះតូចអញ្ចឹងណាទិញស្បែកជើងថ្មីថ្លៃឲ្យវាធ្វើអីយកទៅជាងទៅឲ្យជាងដេកទៅវាចំណេញជាងធ្វើដូច្នេះណាបងបង្រៀនកូនឲ្យចេះស្រឡាញ់របស់របរនិងចេះសន្សំសំចៃឯងទៅយកស្បែកជើងនេះទៅដេកទៅណាហើយតម្លៃតថ្លៃគេផងឲ្យគេតែ5000រៀលទៅបានហើយណែប្រយ័ត្នគេកោណាបើលើសពីតម្លៃនេះថាឲ្យគេខ្លះទៅកុំយកថ្លៃពេកតែពុកស្បែកជើងដែលដេកអញ្ចឹងមានស្នាមប៉ុណ្ណាកូនមិនហ៊ានពាក់ទេខ្មាស់គេណាពុកយីអាកូននេះឯងចេះខ្មាស់គេមកពីណាខ្មាស់ស្អីឯងជាកូនអ្នកក្រមិនចាំបាច់ប្រណាំងប្រជែងជាមួយនឹងកូនអ្នកមានទាំងអស់នោះទេរឿងសំខាន់នោះណាគឺរៀនសូត្ររៀនឲ្យតែប៉ាកែមិនមែនទៅលើស្បែកជើងទេណាកូនកូនមិនហ៊ានពាក់ស្បែកជើងនឹងទេមានប៉ុណ្ណាកូនខ្មាស់គេណាពុកបានហើយកូនរដ្ឋីកុំយំអីកូន ប្តីរបស់នាងក៏សម្រេចចិត្តនាំកូនប្រុសទៅដេកស្បែកជើងនៅឯផ្សារនាងអឿនបានយកលុយ15000រៀលដែលនាងខំលាក់ទុកជាយូរណាស់មកហើយដែលបានមកពីការលក់ពងទានិងលក់បន្លែតែម្នាក់ឯងតែប៉ុណ្ណោះដើម្បីទុកសម្រាប់ប្រើប្រាស់នៅពេលមានអាសន្នបំផុត
ប៉ុន្តែភ្លាមនោះនាងក៏នឹកឃើញដល់សវណ្ណបើគាត់ដឹងថានាងលួចលាក់លុយ 15,000 រៀលនោះហើយយកទៅទិញស្បែកជើងថ្មីដោយមិនសុំការអនុញ្ញាតនោះរឿងនេះប្រកាសជាធ្វើឲ្យប្តីរបស់នាងខឹងជាខ្លាំងហើយគាត់នឹងឈប់ទុកចិត្តនាងជាដាច់ខាតរហូតដល់មិនព្រមឲ្យនាងគ្រប់គ្រងលុយចំណូលចំណាយតែបន្តិចបន្តួចទៀតផងដែលនាងធ្លាប់បានធ្វើនាងអឿនក៏សម្រេចចិត្តលាក់លុយនោះវិញហើយនាងក៏ត្រូវតែរកវិធីផ្សេងនាងត្រូវតែធ្វើឲ្យសវណ្ណហ៊ានចំណាយដោយគ្មានការបង្ខិតបង្ខំនិងការឈ្លោះប្រកែកគ្នានោះឡើយល្ងាចថ្ងៃដដែលនោះនាងអឿនបានរៀបចំម្ហូបប្លែកពីធម្មតានាងធ្វើតែត្រីអាំងនិងសម្លប្រហើរធម្មតាតែប៉ុណ្ណោះប៉ុន្តែថ្ងៃនេះពិតជាពិសេសមែនទែននាងបានធ្វើម្ហូបដែលសវណ្ណចូលចិត្តបំផុតគឺប្រហុកចិញ្ច្រាំដ៏ឈ្ងុយឆ្ងាញ់សវណ្ណឆៃបាយយ៉ាងឆ្ងាញ់ហើយបានសរសើរពីស្នាដៃប្រពន្ធរបស់គាត់អូហូអូនសម្លាញ់ឆ្ងាញ់ណាស់នេះស្នាដៃធ្វើម្ហូបរបស់អូននៅតែអេមែនទែន ចាស់បងខ្ញុំលក់ពំមន់ពំទាលក់ត្រីបានខ្លះខ្ញុំលៃលកយកលុយបន្តិចបន្តួចមកចំណាយទៅលើម្ហូបអាហារប្រចាំថ្ងៃដើម្បីទិញទៅដល់គោឆៅមួយកំប៉ុងនិងទុនទេពផ្សេងបន្ថែមទៀតខ្ញុំត្រូវតែឆ្លាតបន្តិចព្រោះបងមិនសូវឲ្យលុយខ្ញុំកាន់ទៅទីរបស់របរតិចតួចនោះឡើយ ពាក្យចុងក្រោយរបស់នាងអឿនដែលធ្វើឲ្យសវណ្ណហាក់ដូចជាចាប់បានហើយនឹងចាក់ដោតតិចតែគាត់មិនបានតបតអ្វីឡើយព្រោះតែកំពុងតែឆ្ងាញ់មាត់នោះឯងពេលហូបបាយរួចនាងអឿនក៏ចាប់ផ្ដើមនិយាយរឿងមួយបងអើយកាលពីរសៀលនោះណាខ្ញុំឃើញមូសហើយដល់នឹងកៅវាឡាមកច្រើនណាស់នៅក្នុងទ្រុងទាទ្រុងមាត់របស់យើងនិងស្រែរបស់យើងផងដែរបានសັບធាតទាំងអស់នោះហើយនឹងដាំស្រឹងមាត់នោះយើងប្រកាសជាខាតធ្ងន់ប៉ុណ្ណានោះទេបង អូណាបងដឹងហើយប៉ុន្តែយើងត្រូវធ្វើយ៉ាងម៉េចទៅ ចាស់បងសំខាន់គឺរឿងថ្នាំសម្រាប់សត្វល្អិតនឹងឯងឆ្នាំមុនយើងខាតបងសម្បំណាស់បងដោយសារតែនឹងកៅស៊ីស្រូវហើយនឹងសັບធាតរបស់យើងក៏ងាប់ច្រើនដែរបងឥឡូវនេះខ្ញុំសុំលុយបង 20,000 រៀលមកដើម្បីទៅទិញថ្នាំសម្រាប់សត្វល្អិតទាំងអស់នោះហើយនឹងថ្នាំបាញ់មុខផងដែរក្នុងបរិវេណផ្ទះរបស់យើងត្រង់មន់ហើយនឹងទងទានោះខ្ញុំបានសួរនៅចិត្តខាងរួចហើយបងថ្នាំនោះគេលក់ថ្លៃប៉ុណ្ណឹង សុវណ្ណគិតថាលុយ 20,000 រៀលគឺច្រើនជាងលុយ 18,000 រៀលសម្រាប់ទិញស្បែកជើងថ្មីឲ្យកូនរបស់គាត់ទៅទៀតប៉ុន្តែនេះគឺជាការចំណាយទៅលើការការពារស្រែស្រូវហើយនិងសត្វធាតុរបស់គាត់បើទ្រង់ទាហើយនឹងដាំស្រូវរបស់គាត់មានបញ្ហានោះគាត់នឹងខាត់បងធំជាងនេះទៅទៀតហើយចំពោះថ្នាំសម្រាប់សត្វល្អិតនោះតើអូននឹងទិញនៅពេលណាដែរអូន ចាស់បងអូននឹងទិញនៅប្រុកស្អែកនេះតែម្ដងទៅព្រោះពេលនេះគឺជាពេលដែលមូសនឹងកៅចេញច្រើនណាស់បង អូខេ very good អូនសម្រាប់រឿងនេះចាំបាច់ខ្លាំងណាស់បងមិនកំណាញ់ទេនេះអូនលុយ 20,000 រៀលណាទិញហើយយកបងមកឲ្យបងមើលផងណាអូន ចាស់បងកុំបារម្ភអី នាថ្ងៃស្អែកឡើងពេលព្រឹកនាងអឿនក៏បានចេញដំណើរទៅផ្សារអូដំបូកជាមួយនឹងកូនប្រុសរបស់នាងរដ្ឋីមិនបានដឹងពីផែនការរបស់ម្ដាយរបស់គាត់នៅឡើយនោះទេគាត់គ្រាន់តែដឹងថាត្រូវទៅទិញថ្នាំសម្រាប់សត្វល្អិតជាមួយនឹងម្ដាយរបស់គាត់ដំបូងនាងអឿនចូលតូបលក់ថ្នាំសម្រាប់សត្វល្អិត បងស្រីអ្នកលោកអើយខ្ញុំចង់ទិញថ្នាំសម្រាប់សត្វល្អិតថ្នាំបាញ់ទ្រុំមន់ទ្រុងទាណាបងហើយតម្លៃវាយ៉ាងម៉េចដែរបង ចាស់បងថ្នាំប្រភេទនេះមួយដបតម្លៃត្រឹមតែ 6,000 រៀលតែប៉ុណ្ណោះអាចប្រើដើម្បីបាញ់ទ្រុងមន់ទ្រុងទាហើយនឹងដាំស្រូវផងដែរណាបងតម្លៃវាធូរគួរសមដែរណាបង យីតាមពិតទៅខ្ញុំបានដឹងថាវាតម្លៃមិនដល់ 20,000 នោះទេប៉ុន្តែខ្ញុំនៅតែមិននឹកស្មានថាវាអាចខោដល់ថ្នាក់នេះទៅទៀតនោះ នាងបានទិញថ្នាំនោះមកហើយនាងក៏បានទទួលវិក័យប័ត្រ 6,000 រៀលបន្ទាប់មកទៀតនាងអឿនក៏បានដើរទៅរកហាងលក់ស្បែកជើងមួយនាងមើលទៅរដ្ឋីដែលកំពុងតែពាក់ស្បែកជើងចាស់ដ៏ដាច់រហែកនោះ រដ្ឋីកូនប្រុសចូលកូនទៅរើស្បែកជើងបាត់តាមួយសម្រាប់មកម៉ែទិញឲ្យកូនណា តើម៉ែនិយាយជាការពិតមែនទេម៉ែ ពិតមែនហើយកូនចាប់ទៅរើទៅណាយកពណ៌ណាដែលកូនចូលចិត្តទៅ រដ្ឋីបានជ្រើសរើសស្បែកជើងពណ៌ខៀវមួយសម្រាប់តម្លៃ 18,000 រៀលសរុបការចំណាយរបស់នាងគឺ 6,000 បូកជាមួយនឹង 18,000 រៀលទៀតគឺស្មើនឹង 24,000 រៀលតែនាងអឿនមានលុយតែ 20,000 រៀលតែប៉ុណ្ណោះដែលបានមកពីសវណ្ណ 15,000 រៀលហើយនឹងលុយដែលនាងបានលាក់ទុកនោះនាងនៅសល់លុយកាក់ចំនួន 11,000 រៀលពេលត្រឡប់មកផ្ទះវិញរដ្ឋីក៏បានពាក់ស្បែកជើងថ្មីដោយក្តីសប្បាយរីករាយចំណែកឯប្តីរបស់នាងវិញពេលត្រឡប់មកពីស្រែនោះក៏ឃើញកូនប្រុសពាក់ស្បែកជើងថ្មី
ទឹកមុខរបស់គាត់បានប្រែជាស្លេកស្លាំងដោយកំហឹងអូននេះអូនទិញស្បែកជើងថ្មីមកពីពេលណាហ្នឹងហើយអូនយកលុយរបស់បងមែនទេហ៎ បងខ្ញុំមិនបានយកលុយរបស់បងទេខ្ញុំលក់ពងមាន់ពងទានិងលក់បន្លែបានលុយខ្លះមកហើយខ្ញុំមានវិក័យប័ត្រសម្រាប់លុយដាក់បងឲ្យខ្ញុំទិញថ្នាំសម្រាប់សន្លឹកនេះហើយគឺជាផុសតាំងណាបងខ្ញុំមិនបានយកលុយរបស់បងមួយរៀលទេ នាងអឿនហុចវិក័យប័ត្រទិញថ្នាំ 6000 រៀលឲ្យទៅសវណ្ណយកវិក័យប័ត្រនោះមកមើលទាំងខឹងផងញ័រទ្រូងផងលុយដែលគាត់ឲ្យនាងគឺចំនួន 20000 រៀលតែវិក័យប័ត្រចំណាយត្រឹមតែ 6000 រៀលតែប៉ុណ្ណោះយីហើយអូនចេះតែនិយាយអញ្ចឹងទៅរួចនេះហើយចុះលុយ 14000 រៀលទៀតទៅណាទៅអូនឯងចេះលាក់លុយទៀតមែនទេ មិនមែនអូនអ្នកលុយទេបងអូនបានទិញគ្រឿងទេសសម្រាប់ធ្វើម្ហូបនិងរបស់របរមួយចំនួនទៀតសម្រាប់ទុកប្រើប្រាស់ប្រចាំថ្ងៃអូនបានរៀបចំបញ្ជីចំណូលចំណាយទាំងអស់នេះទៅហើយបើបងចង់ដឹងនោះចូលបងទៅមើលក្នុងចង្ក្រានបាយទៅ នាងអឿនបានត្រៀមរួចជាស្រេចនៅបញ្ជីចំណាយលម្អិតដែលនាងបានខ្លាយបន្លំរួចនាងបានប្រើល្បិចក្នុងការបង្វែរអារម្មណ៍និងការបង្ហាញពីស្មោះត្រង់ចំពោះការគ្រប់គ្រងលុយច្រើនជាងការរំពឹងទុករបស់គាត់ត្រឹមតែលុយ 6000 រៀលសម្រាប់ថ្នាំហើយនឹងបិទបាំងលុយដែលនាងបានប្រើ 4000 រៀលទៀតហើយនឹងលុយដែលគាត់សង្ស័យថាបានបាត់នោះ 14000 រៀលសុវណ្ណបានដកដង្ហើមធំគាត់មិនបានរកហេតុផលដើម្បីស្ដីបន្ទោសនាងឡើយព្រោះនាងមានវិក័យប័ត្រត្រឹមត្រូវហើយនឹងបានធ្វើម្ហូបដែលគាត់ចូលចិត្តទៀតផងសុវណ្ណងាកទៅរកកូនប្រុសរបស់គាត់ដែលកំពុងតែលោតសប្បាយជាមួយស្បែកជើងថ្មីរបស់គាត់នៅតែមិនពេញចិត្តតែគាត់មិនអាចហាមឃាត់បានទេណែហើយទៅចុះអូនល្អហើយចាប់ពីពេលនេះទៅពេលអូនឯងទិញអ្វីក៏ដោយក៏ត្រូវតែរីកការមកបងជាមុនសិនណាអូនរយៈពេល1ឆ្នាំបានកន្លងផុតទៅបើទោះជាសុវណ្ណជាអ្នកកាន់លុយនិងគ្រប់គ្រងចំណូលចំណាយទាំងអស់ក៏ដោយក៏គាត់បានបន្ធូរបន្ថយការរឹតបន្តឹងខ្លះៗដែររាល់ខែគាត់បានទុកលុយ 30000 រៀលសម្រាប់នាងអឿនសម្រាប់ការចំណាយបន្ទាន់ហើយនឹងរឿងផ្ទាល់ខ្លួនផ្សេងទៀតរបស់នាងដោយមិនចាំបាច់រីកការលម្អិតនោះឡើយមានខែមួយនោះនាងអឿនបានសន្សំលុយបានប្រហែលជា 40000 រៀលទៀតពីការគ្រប់គ្រងម្ហូបអាហាររបស់នាងនិងការលក់ដូរបន្តិចបន្តួចរួមបញ្ចូលជាមួយនឹងលុយលួចលាក់កាលពីមុន 11000 រៀលទៀតនោះឥឡូវនេះនាងមានលុយសរុបចំនួន 51000 រៀលចំនួននេះមិនច្រើនទេតែវាជាលុយដែលធ្វើឲ្យនាងមានអារម្មណ៍ថាខ្លួនឯងមានកម្លាំងចិត្តបន្ថែមទៀតមួយរយៈក្រោយមកបញ្ហាមួយទៀតក៏បានកើតឡើងមុងចាស់របស់ពួកគេបានរហែកធំនៅចំកណ្ដាលហើយរដូវកាលនេះក៏សម្បូរមូសផងដែរ ម៉ែយកមិញមកខាំកូនខ្លាំងណាស់រមាស់ពេញខ្លួនដេកមិនលក់ទេម៉ែអើយ នាងអឿនក៏បានយករឿងនេះទៅពិភាក្សាជាមួយនឹងប្តីរបស់នាង បងមុងយូររហែកហើយពួកយើងត្រូវតែទិញមុងថ្មីមួយខែនេះកូនឈឺ2ដងហើយខ្ញុំខ្លាចវាគ្រុនឈាមណាស់បង ទិញមុងថ្មីអូនឯងយកទៅដេរទៅណែរឿងមុងនេះណាមិនងាយរហែកទេគ្រាន់តែដេរពី3ធ្នេទៅបានហើយអូនកុំចំណាយផ្ដេសផ្ដាស់អី បងឲ្យដីយ៉ាងម៉េចដីមិនជាប់ទេបងវាអាចស្ទើរតែទាំងស្រុងទៅហើយម៉ូថ្មីតម្លៃត្រឹមតែ 10000 រៀលតែប៉ុណ្ណោះបងហ៊ានចំណាយខ្លះទៅដើម្បីកូនរបស់យើងណាបង 10000 រៀលនោះគឺជាលុយដែលអាចទិញចំណីមាន់ទាឲ្យវាស៊ីបានមួយអាទិត្យឯណោះណែអូនណាប្រាប់កូនទៅឲ្យវាទ្រាំតិចទៅណាអូនមូសវាមិនសូវមានទេកុំចំណាយហួសហេតុពេកបងមិនទាន់មានលុយឲ្យអូនទិញទេណាអូននាងអឿនពិតជាធុញទ្រាន់នឹងការសម្រេចចិត្តដែលពឹងផ្អែកទៅលើគំនិតតែពីលុយចូលរបស់សុវណ្ណយប់នោះនាងអឿនក៏មិនបាននិយាយអ្វីឡើយបើនៅតែនិយាយតវ៉ានោះរឿងនឹងផ្ទុះឡើងកាត់ចិនជាចំនួនជាក់ជាមិនខានឡើយព្រឹកឡើងនាងអឿនក៏បានទៅផ្សារជាមួយនឹងកូនរបស់នាង ម៉ែទៅទិញអ្វីនឹងម៉ែ ចាស់កូនម៉ែទៅទិញមុងថ្មីមួយណាមកអាចារ្យនឹងវាផ្ដាលេខបានហើយកូន នាងអឿនបានដកលុយ 10000 រៀលដែលនាងបានសន្សំទុកទិញមុងថ្មីមួយនាងលែងខ្លាចប្តីរបស់នាងបន្ទោសទៀតហើយនាងដឹងថានាងអាចធ្វើអ្វីត្រឹមត្រូវក្នុងនាមជាម្ដាយនៅពេលដែលត្រឡប់ទៅផ្ទះវិញនាងអឿនក៏បានចាប់ផ្ដើមបោះមុងចាស់ចោលហើយក៏បានចងមុងថ្មីយ៉ាងស្រស់ស្អាតនៅពេលដែលសុវណ្ណត្រឡប់មកវិញនោះគាត់ក៏បានឃើញមុងថ្មីចងរួចជាស្រេចនៅលើគ្រែនេះអូនហ៊ានទិញមុងថ្មីផងហ៎ណែអូនបងបានប្រាប់កាលពីយប់មិញហើយតើហើយអូនបានលុយទិញមុងថ្មីនេះមកពីណាហ៎ អូនប្រើលុយរបស់អូនតាបងលុយដែលអូនសន្សំពីការចំណាយប្រចាំថ្ងៃអូនសន្សំបាន 50000 រៀល
ហើយអូនប្រើ10000រៀលសម្រាប់ទិញមុងថ្មីឲ្យកូនណាបងហើយបងមិនបាច់បារម្ភទេថាបងបាត់លុយ10000រៀលនោះខ្ញុំមិនបានយកលុយបងនោះទេ នាងអឿននិយាយដោយច្បាស់លាស់នាងបានសម្រេចចិត្តថាត្រូវតែនិយាយពីការពិតដើម្បីឲ្យគាត់បានដឹងថានាងក៏មានសិទ្ធិក្នុងការសម្រេចចិត្តទៅលើចំណូលចំណាយនៅក្នុងគ្រួសារនេះដែរគាត់មិនដែលរំពឹងគិតថាប្រពន្ធរបស់គាត់មានគំនិតលាក់លៀមលុយយ៉ាងសម្ងាត់បែបនេះនោះឡើយណែអូនចេះលួចលាក់លុយមែនទេអូនលួចបន្លំលុយដែលបងឲ្យទៅផ្សារទិញម្ហូបនឹងរាល់ថ្ងៃនឹងមែនទេអូនហ៎ បងជប់ចោតអូនទៅអូនមិនបានលុយស្អីនោះទេលុយអូនសន្សំតើអូនដើរផ្សារចាយទៅបិទទ្វារនេះរាល់ថ្ងៃនេះអូនក៏លក់ដូរធ្វើការដូចបងដែរតើលុយនេះវាជាកម្លាំងនេះជារបស់អូនបើអូនសុំលើកបងទិញមកមួយនោះដើម្បីការពារកូនកូនកុំឲ្យមកខំវាឈឺគ្រុនឈាមនោះបងមិនឲ្យផងមានតែអូនជាអ្នកសម្រេចអូនទៅតែធ្វើវាដោយខ្លួនឯងបងជប់ចោតអូនទៅ សុវណ្ណឈរនៅស្ងៀមគាត់ដឹងថាការតវ៉ារបស់នាងអឿនគឺមានហេតុផលប្រពន្ធរបស់គាត់ក៏បានធ្វើការហើយនាងក៏បានសន្សំលុយកាក់ផងដែរហើយចុះលុយនៅសល់40000រៀលទៀតអូនទុកនៅឯណាហ៎ប្រាប់បងមក លុយដែលនៅសល់នោះនៅក្នុងជើងរកស្រូវណាបងអាចទៅយកលុយនោះបានណាបងតែចាប់ពីពេលនេះទៅខ្ញុំសូមឲ្យបងទុកលុយឲ្យខ្ញុំបន្តិចបន្តួចសម្រាប់ការចំណាយផ្ទាល់ខ្លួននិងសម្រាប់កូនសម្រាប់គ្រាមានអាសន្នដែលបងមិនចាំបាច់សុំបងសុំកាយបាត់ដោយរដងនោះឡើយអូនសុំតែប៉ុណ្្នឹងទេ សុវណ្ណដើរទៅជង្រុកស្រូវដោយទឹកមុខក្រៀវក្រោតគាត់បានឃើញលុយដែលនៅសល់40000រៀលនោះមែនគាត់ក៏បានយកលុយនោះទៅដាក់នៅក្នុងហឹបរបស់គាត់វិញនៅពេលដែលគាត់ត្រឡប់មកវិញគាត់ក៏បានអង្គុយចុះហើយសម្លឹងមើលប្រពន្ធរបស់គាត់អូនណាបងអាចទុកលុយឲ្យអូនខ្លះបានតែអូនត្រូវសន្យាថានឹងប្រើវាសូម្បីតែការចំណាយដែលមិនចាំបាច់នោះក៏មិនត្រូវចំណាយផ្ដេសផ្ដាសដែរណាអូន បងអើយបងទុកចិត្តប្រពន្ធរបស់បងខ្លាំងមើលអូនមិនដែលចំណាយទៅលើរឿងព្រាយផ្ដាស់ទេណាបង នាងអឿនបាននិយាយពាក្យនៅក្នុងចិត្តមួយចំនួនប្រាប់ទៅកាន់ប្តីរបស់នាងបានឈ្នះក្នុងសិទ្ធិនៃការគ្រប់គ្រងលុយកាក់តូចតាចរបស់ខ្លួនវិញហើយនាងក៏បានបាក់ផ្លូវតូចមួយសម្រាប់ខ្លួនឯងនិងកូនឲ្យរួចផុតពីគំនាបហិរញ្ញវត្ថុដ៏តឹងរ៉ឹងរបស់ប្តីរបស់នាងផងដែរនាងអឿនក៏បានប្រើប្រាស់លុយទាំងអស់នោះទៅលើការទិញសម្ភារៈល្អៗសម្រាប់កូនប្រុសហើយនិងកូនស្រីរបស់គាត់និងការទិញទឹកដោះគោនំនែកឲ្យកូនរបស់គាត់បន្ថែមទៀតផងដែរហើយនឹងគ្រឿងទេសផ្សេងៗសម្រាប់ធ្វើម្ហូបប្រចាំថ្ងៃនាល្ងាចមួយក្នុងរដូវកាលប្រមូលផលស្រូវហើយក៏ជាពេលដែលសវណ្ណកំពុងតែរាប់លុយទាំងបាច់រាប់លានរៀលនៅក្នុងហឹបរបស់គាត់ផងដែរ បងកូនប្រុសរបស់យើងត្រូវការកង់មួយសម្រាប់ជិះទៅរៀននៅអនុវិទ្យាល័យណាបងចំណាយផ្លូវពីផ្ទះរបស់យើងទៅវារៀងឆ្ងាយគួរសមដែរណាបង នេះអូនសុំទិញកង់ថ្មីទៀតហើយមែនទេចាំបាច់ទិញកង់ថ្មីធ្វើអីកង់ចាស់របស់បងមានតើគ្រាន់តែជួសជុលវាបន្តិចបន្តួចទៅបានហើយបងបានប្រាប់ហើយថាត្រូវតែសន្សំសំចៃកង់ថ្មីយ៉ាងតិចណាស់ក៏មួយតម្លៃ200,000ដែរ បងវាមិនមែនជាការសន្សំសំចៃទៀតទេតែវាគឺជាអនាគតរបស់កូនណាបងកង់ចាស់របស់បងពិតជាចាំមែនតើហើយអ្នកខូចណាមួយផ្លូវទៅសាលាកូនរបស់យើងក៏រៀងឆ្ងាយដែរបើកង់នៅខូចនៅពាក់កណ្ដាលផ្លូវអីនោះកូនរបស់យើងប្រកាសជាត្រូវបណ្ដាលមកផ្ទះវិញហើយឬក៏ទៅអាខានទៅរៀនជាមិនខានឡើយបងរឿងនេះពិតជាសំខាន់ណាស់សម្រាប់ការរៀនសូត្រកូនរបស់យើងណាបង សុវណ្ណនៅស្ងៀមមួយផ្លែតគាត់ដឹងថាការរៀនសូត្ររបស់កូនគាត់គឺជារឿងដែលមិនអាចបដិសេធបានឡើយព្រោះគាត់ក៏ចង់ឃើញកូនរបស់គាត់មានអនាគតល្អផងដែរជាជាងគាត់គឺជាកសិករដែលធ្វើស្រែរស់តែមួយពេលតែប៉ុណ្ណោះហើយចុះបើទិញកង់ថ្មីតើឯងចង់ទិញនៅពេលណាទៅអូនហើយណែមើលផងណាយកកង់ណាដែលមានទម្រង់ដាច់ក្រាស់បន្តិចហើយនឹងគុណភាពល្អផងដែរណាអូន អូចំពោះរឿងនេះអូនបានសួរគេហើយនៅហាងលក់កង់នៅផ្សារយ៉ាងនេះឯងមានកង់មួយប្រភេទនោះគេលក់ថ្លៃតែ220,000ទេប៉ុន្តែខ្ញុំបានតថ្លៃគេរួចហើយគេព្រមលក់ឲ្យអូនត្រឹមតែតម្លៃ200,000តែប៉ុណ្ណោះអូនក៏បានសន្សំលុយតិចតួចដើម្បីទិញសោចាក់ការពារចោលលួចផងដែរណាបង ការដែលប្រពន្ធរបស់គាត់ត្រៀមខ្លួនរួមចំណែកក្នុងចំនួនតិចតួចពីលុយដែលនាងបានសន្សំផ្ទាល់ខ្លួននោះគឺធ្វើឲ្យសវណ្ណមានការភ្ញាក់ផ្អើលនិងពេញចិត្តជាខ្លាំងគាត់យល់ថាការសម្រេចចិត្តរបស់ប្រពន្ធរបស់គាត់គឺពិតជាមានការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុពិតប្រាកដមែន
ប្រពន្ធសម្លាញ់អូនណាអូនពិតជាផ្លាស់ប្ដូរច្រើនមែនអូនពិតជាវៃឆ្លាតក្នុងការសន្សំនិងការចំណាយផ្សេងៗមែនល្អហើយយកលុយ20,000នេះទៅអូនទៅទិញកង់ឲ្យកូនទៅហើយណែអូនណាមិនចាំបាច់យកលុយដែលអូនសន្សំនោះទេមកបញ្ចូលធ្វើអីទុកវាទៅទុកសម្រាប់ប្រើប្រាស់នៅពេលមានអាសន្នណាអូន អត់ទេបងសម្លាញ់អូនចង់ចូលរួមក្នុងការចំណាយនេះគឺជាកូនរបស់យើងតើអូនឃើញវារៀនពូកែអូនពិតជាសប្បាយចិត្តខ្លាំងណាស់បង អូបើអូនពិតជាពេញចិត្តនឹងធ្វើវាទៅហើយអញ្ចឹងក៏តាមចិត្តអូនទៅចុះណាអូនការទិញកង់ថ្មីនេះគឺជាចំណុចរបត់ដ៏ធំមួយសម្រាប់កូនប្រុសម្នាក់នេះវិញរដ្ឋីទទួលបានកង់ថ្មីនេះបានផ្ដល់ឲ្យគាត់នូវភាពជឿជាក់និងមធ្យោបាយធ្វើដំណើរដ៏ល្អបំផុតសម្រាប់បន្តការសិក្សារបស់គាត់ដោយគ្មានឧបសគ្គអ្វីឡើយចំណែកឯនាងអឿនឯនេះវិញក៏ទទួលបានការទុកចិត្តពីប្តីរបស់នាងសុវណ្ណចាប់ផ្ដើមឲ្យនាងគ្រប់គ្រងលុយសម្រាប់ការចំណាយធំជាងមុនដូចជាការទិញជីកសិកម្មនិងរបស់របរប្រើប្រាស់ផ្សេងទៀតដែលមានប្រយោជន៍សម្រាប់គ្រួសាររបស់នាងព្រោះគាត់ដឹងថានាងក៏ចេះប្រៀបធៀបតម្លៃនិងការសន្សំសំចៃជាងគាត់ទៅទៀតតាមមើលទៅប្រពន្ធរបស់ខ្ញុំនេះពិតជាគិតគូរបានម៉ត់ចត់មែនទែននាងធ្វើទង្វើល្អៗកន្លងមកនេះច្រើនណាស់តែខ្ញុំមិនយល់ថានាងពិតជាឆ្លាតវៃនោះទេខ្ញុំពិតជាខុសខ្លាំងណាស់ប៉ុន្តែចាប់ពីថ្ងៃនេះទៅខ្ញុំមិនបិទសិទ្ធក្នុងការចាយវាយចំណូលចំណាយគ្រួសាររបស់ខ្ញុំទៀតទេខ្ញុំនឹងឲ្យនាងរ៉ាប់រងទាំងអស់សម្រាប់សវណ្ណឯនេះវិញគាត់ក៏ចាប់ផ្ដើមមើលឃើញថាការគ្រប់គ្រងលុយដ៏តឹងរ៉ឹងរបស់គាត់មិនមែនជាការការពារចំពោះការចាយវាយប្រេះផ្ដាស់តែមួយមុខនោះទេតែវាគឺជាគំនាបដែលបិទបាំងភាពវៃឆ្លាតរបស់ប្រពន្ធរបស់គាត់ថ្ងៃមួយពេលនាងអឿនកំពុងតែរៀបចំចម្អិនម្ហូបនៅក្នុងផ្ទះបាយនោះសវណ្ណក៏បានដើរចូលទៅហុចកូនសោហឹបដាក់លុយឲ្យទៅនាងប្រពន្ធសម្លាញ់អូនណានេះគឺជាកូនសោបងគិតថាអូនគួរតែទុកកូនសោនេះទៅពេលណាមានការចាំបាច់បន្ទាន់អូនអាចប្រើលុយទាំងនោះភ្លាមៗបានណាមិនចាំបាច់រងចាំបងមកដល់ផ្ទះទេណាអូននាងអឿនមិនដែលគិតថាប្តីរបស់នាងប្រគល់កូនសោនេះឲ្យមកនាងនោះទេកូនសោមួយដែលធ្លាប់ចាក់បិទចិត្តឈឹងបិទសិទ្ធសម្រាប់ចិត្តរបស់នាងប៉ុន្តែឥឡូវនេះប្តីរបស់នាងក៏បានប្រគល់ឲ្យនាងដោយការទុកចិត្តជាទីបំផុតតែបងបងមកខ្លាចខ្ញុំចាយលុយទាំងអស់នោះខ្ជិះខ្ជាទេបង ប្រពន្ធសម្លាញ់បងដឹងថាអូនមិនមែនជាមនុស្សដែលចាយលុយផ្ដេសផ្ដាស់នោះទេអូនគឺជាអ្នកសន្សំសំចៃបំផុតដែលបងតែងតែមើលរំលងអូនបានបង្រៀនបងថាការគ្រប់គ្រងលុយមិនមែនមានន័យថាការរឹតបន្តឹងបិទសិទ្ធនោះទេណាអូនតែវាគឺជាការទុកចិត្តគ្នារវាងប្តីហើយនិងប្រពន្ធបងចាប់ពីថ្ងៃនេះតទៅពិតជាទុកចិត្តអូនខ្លាំងណាស់បងលែងមើលរំលងអូនទៀតហើយនាងអឿនបានទទួលយកកូនសោនោះដោយក្តីសប្បាយរីករាយជាទីបំផុតវាមិនមែនជាកូនសោនោះទេតែវាគឺជានិមិត្តសញ្ញានៃសេរីភាពផ្លូវចិត្តហើយនិងសេចក្តីទុកចិត្តរវាងប្តីហើយនិងប្រពន្ធសុវណ្ណក៏ក្លាយទៅជាប្តីដែលយកចិត្តប្រពន្ធហើយនឹងទុកចិត្តប្រពន្ធរបស់គាត់លើរឿងគ្រប់គ្រងលុយកាក់គាត់ក៏បានយល់ថាគំនាបលុយបានធ្វើឲ្យគ្រួសាររបស់គាត់មិនមានសុភមង្គលនោះឡើយនេះគឺជាគំរូដ៏ល្អបំផុតសម្រាប់កូនឲ្យពួកគេយល់ឃើញពីការគោរពនិងការទុកចិត្តរវាងឪពុកហើយនិងម្ដាយជីវិតរស់នៅជាមួយនឹងប្តីហើយនិងប្រពន្ធដែលជារបស់ដែលមានតម្លៃបំផុតដែលមិនអាចមានអ្វីមកកាត់ថ្លៃបានឡើយហើយរឿងខ្លីនេះក៏សូមចប់តែត្រឹមនេះ